10 ចំណុចយកឈ្នះភាពខ្ជិលដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតស្វាគមន៍មកកាន់ Channel អាតកំបាំងនៃភាពជោគជ័យភាពខ្ជិលច្រអូសគឺជាឧបសគ្គដ៏ធំមួយដែលធ្វើឲ្យយើងមិនអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់យើងវាជាអារម្មណ៍មួយដែលមនុស្សគ្រប់រូបនៅលើពិភពលោកនេះបានជួបប្រទះក្នុងជីវិតរបស់ពួកគេទោះជាយ៉ាងណាក៏ដោយការបណ្ដោយឲ្យភាពខ្ជិលត្រួតត្រាយើងយូរពេកអាចនាំឲ្យមានការសោកស្ដាយខកខានឱកាសនិងមានអារម្មណ៍ថាមិនពេញចិត្តនឹងជីវិតខ្លួនឯងដូច្នេះហើយការរៀនយល់ដឹងពីមូលហេតុនៃភាពខ្ជិលនិងការអនុវត្តយុទ្ធសាស្ត្រជាក់លាក់ដើម្បីជំនះវាគឺជាជំនាញដ៏សំខាន់មួយដែលយើងគួរតែយល់ដឹងទាំងនេះគឺជា10ចំណុចដែលអាចជួយអ្នកឲ្យរើបម្រាស់ចេញពីភាពខ្ជិលនិងឆ្ពោះទៅរកជីវិតដែលពោរពេញដោយភាពជោគជ័យនិងការសម្រេចគោលដៅបាន 1. កំណត់គោលដៅតូចៗដែលអាចសម្រេចបានជំហានដំបូងដ៏សំខាន់ឆ្ពោះទៅភាពជោគជ័យការកំណត់គោលដៅគឺជាជំហានដំបូងដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពខ្ជិលទោះជាយ៉ាងណាក៏ដោយការកំណត់គោលដៅធំពេកឬមិនច្បាស់លាស់អាចធ្វើឲ្យយើងមានអារម្មណ៍សម្ពាធនិងបាក់ទឹកចិត្តសូម្បីតែមុនពេលយើងចាប់ផ្ដើមផ្ទុយទៅវិញចូលចាប់ផ្ដើមដោយកំណត់គោលដៅតូចៗសាមញ្ញនិងជាក់លាក់ដែលអ្នកដឹងច្បាស់ថាអ្នកអាចសម្រេចបានក្នុងរយៈពេលខ្លីឧទាហរណ៍ប្រសិនបើអ្នកចង់សរសេរសៀវភៅមួយក្បាលកុំគិតអំពីការសរសេររាប់រយទំព័រក្នុងពេលតែមួយចាប់ផ្ដើមដោយកំណត់គោលដៅសរសេរតែមួយកថាខណ្ឌឬមួយទំព័រក្នុងមួយថ្ងៃការសម្រេចបាននូវគោលដៅតូចទាំងនេះនឹងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ជោគជ័យភ្លាមដែលជាកម្លាំងចិត្តដ៏ខ្លាំងក្លាជំរុញឲ្យអ្នកបន្តទៅមុខទៀតលើសពីនេះទៀតការបំបែកគោលដៅធំជាផ្នែកតូចធ្វើឲ្យកិច្ចការទាំងមូលមើលទៅមិនសូវលំបាកនិងអាចគ្រប់គ្រងបាន 2. បង្កើតទម្លាប់ដោយស្វ័យប្រវត្តិឆ្ពោះទៅរកប្រសិទ្ធភាពទម្លាប់គឺជាសកម្មភាពដែលយើងធ្វើម្ដងហើយម្ដងទៀតដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានការគិតច្រើននៅពេលដែលសកម្មភាពដែលយើងចង់ធ្វើคล้ายជាទម្លាប់វានឹងកាន់តែងាយស្រួលក្នុងការអនុវត្តវាដោយមិនចាំបាច់មានការពិបាកច្រើនព្យាយាមបញ្ចូលសកម្មភាពដែលអ្នកចង់ធ្វើឲ្យបានទៀងទាត់ទៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នកឧទាហរណ៍ប្រសិនបើអ្នកចង់ហាត់ប្រាណឲ្យបានទៀងទាត់ចូលចាប់ផ្ដើមកំណត់ពេល15ទៅ20នាទីជារៀងរាល់ព្រឹកឬល្ងាចធ្វើបែបនេះរាល់ថ្ងៃទោះបីជាអ្នកមិនមានអារម្មណ៍ចង់ធ្វើក៏ដោយយូរទៅខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមផ្សារភ្ជាប់ពេលវេលានោះជាមួយនឹងការហាត់ប្រាណហើយវានឹងក្លាយជារឿងធម្មតាដែលអ្នកធ្វើដោយមិនស្ទាក់ស្ទើរការបង្កើតទម្លាប់តម្រូវឲ្យមានភាពជាប់លាប់និងការតាំងចិត្តប៉ុន្តែនៅពេលដែលវាបានចាក់ឫសហើយវានឹងជួយសន្សំសំចៃថាមពលផ្លូវចិត្តរបស់អ្នកយ៉ាងច្រើន 3. រៀបចំកន្លែងធ្វើការរបស់អ្នកបរិយាកាសល្អជំរុញលទ្ធផលការងារបរិយាកាសដែលនៅជុំវិញយើងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្រិតនៃការធ្វើការរបស់អ្នកកន្លែងធ្វើការដែលរញ៉េរញ៉ៃមិនមានរបៀបរៀបរយនិងពោរពេញដោយការរំខានអាចធ្វើឲ្យយើងមានអារម្មណ៍ធុញទ្រាន់ខ្ជិលច្រអូសនិងពិបាកក្នុងការផ្ដោតអារម្មណ៍ផ្ទុយទៅវិញការរៀបចំកន្លែងធ្វើការរបស់អ្នកឲ្យស្អាតមានរបៀបរៀបរយនិងមានផាសុកភាពអាចជួយកាត់បន្ថយការរំខាននិងធ្វើឲ្យអ្នកមានអារម្មណ៍ចង់ធ្វើការកាន់តែច្រើនត្រូវប្រាកដថាអ្វីដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នកស្ថិតនៅក្បែរដៃកាត់បន្ថយវត្ថុដែលមិនចាំបាច់ដែលអាចរំខានអ្នកពន្លឺនិងខ្យល់ចេញចូលក៏ជាកត្តាសំខាន់ដែលគួរត្រូវយកចិត្តទុកដាក់ផងដែរកន្លែងធ្វើការដែលភ្លឺនិងមានខ្យល់ចេញចូលល្អអាចជួយបង្កើនអារម្មណ៍និងកម្រិតថាមពលរបស់អ្នក 4. បំបែកកិច្ចការធំជាផ្នែកតូចៗយុទ្ធសាស្ត្រដណ្ដើមយកភ្នំមួយជំហានម្ដងដូចដែលបានរៀបរាប់នៅក្នុងចំណុចទី1កិច្ចការធំអាចមើលទៅគួរឲ្យខ្លាចនិងធ្វើឲ្យយើងមានអារម្មណ៍ខ្ជិលក្នុងការចាប់ផ្ដើមវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីដោះស្រាយបញ្ហានេះគឺការបំបែកកិច្ចការធំទាំងនោះជាផ្នែកតូចដែលអាចគ្រប់គ្រងបានឧទាហរណ៍ប្រសិនបើអ្នកមានគម្រោងដ៏ធំមួយដែលត្រូវបញ្ចប់ចូលចែកវាទៅជាដំណាក់កាលតូចដែលមានពេលវេលាកំណត់ច្បាស់លាស់ការធ្វើផ្នែកតូចម្ដងមួយនឹងធ្វើឲ្យកិច្ចការទាំងមូលមើលទៅមិនសូវលំបាកនិងផ្ដល់ឲ្យអ្នកនូវអារម្មណ៍រីករាយនៃការសម្រេចបានរាល់ពេលដែលអ្នកបញ្ចប់ផ្នែកណាមួយនឹងជួយរក្សាលើកទឹកចិត្តអ្នកឲ្យនៅខ្ពស់និងកាត់បន្ថយអារម្មណ៍ខ្ជិលក្នុងការចាប់ផ្ដើម 5. ផ្ដល់រង្វាន់ដល់ខ្លួនឯងការលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងនៅពេលអ្នកបញ្ចប់កិច្ចការណាមួយទោះបីជាតូចក៏ដោយចូលផ្ដល់រង្វាន់ដល់ខ្លួនឯងរង្វាន់នេះមិនចាំបាច់ជារឿងធំដុំនោះទេវាអាចជារឿងសាមញ្ញដូចជាការសម្រាកលំហែកាយរយៈពេល15នាទីការមើលវីដេអូខ្លីដែលអ្នកចូលចិត្តការស្ដាប់តន្ត្រីឬការញ៉ាំអាហារសម្រន់ដែលអ្នកចូលចិត្តការដឹងថាមានរង្វាន់រង់ចាំអ្នកនៅចុងបញ្ចប់នៃកិច្ចការមួយអាចជាកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីជំនះភាពខ្ជិលនិងបន្តធ្វើការត្រូវប្រាកដថារង្វាន់ដែលអ្នកផ្ដល់ឲ្យខ្លួនឯងគឺសមស្របនឹងកិច្ចខំប្រឹងប្រែងដែលអ្នកបានដាក់ចេញ
6ស្វែងរកការលើកទឹកចិត្តកម្លាំងចិត្តពីខាងក្រៅពេលខ្លះការប្រយុទ្ធប្រឆាំងនឹងភាពខ្ជិលតែម្នាក់ឯងអាចមានការលំបាកការស្វែងរកការលើកទឹកចិត្តពីខាងក្រៅអាចជាជំនួយដ៏មានតម្លៃនិយាយជាមួយមិត្តភ័ក្តិក្រុមគ្រួសារសហការីឬអ្នកណាម្នាក់ដែលអ្នកទុកចិត្តដែលអាចផ្ដល់ដំបូន្មានការគាំទ្រនិងកម្លាំងចិត្តដល់អ្នកការស្ដាប់រឿងរ៉ាវជោគជ័យរបស់អ្នកដទៃឬការអានសម្រងសម្ដីលើកទឹកចិត្តក៏អាចជាប្រភពនៃការលើកទឹកចិត្តផងដែរលើសពីនេះទៀតការចូលរួមក្នុងក្រុមឬសហគមន៍ដែលមានគោលដៅស្រដៀងគ្នាអាចផ្ដល់ឲ្យអ្នកនូវអារម្មណ៍នៃការទទួលខុសត្រូវនិងការគាំទ្រពីអ្នកដទៃ7ថែរក្សាសុខភាពរាងកាយជាគ្រឹះដ៏រឹងមាំសម្រាប់ថាមពលនិងការផ្ដោតអារម្មណ៍សុខភាពរាងកាយរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពផ្លូវចិត្តនិងកម្រិតថាមពលរបស់យើងការគេងឲ្យបានគ្រប់គ្រាន់ជាទូទៅ7-8 ម៉ោងក្នុងមួយយប់ការហាត់ប្រាណទៀងទាត់យ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃនិងការទទួលទានអាហារដែលមានសុខភាពល្អបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនមានសារៈសំខាន់ណាស់សម្រាប់រក្សាថាមពលនិងកម្រិតនៃការលើកទឹកចិត្តរបស់អ្នកឲ្យនៅខ្ពស់នៅពេលដែលរាងកាយរបស់យើងមានសុខភាពល្អយើងមានថាមពលកាន់តែច្រើនផ្ដោតអារម្មណ៍បានល្អប្រសើរនិងមានឆន្ទៈក្នុងការធ្វើសកម្មភាពផ្សេងផ្ទុយទៅវិញការគេងមិនគ្រប់គ្រាន់ការមិនហាត់ប្រាណនិងការទទួលទានអាហារដែលគ្មានជីវជាតិអាចនាំឲ្យអស់កម្លាំងឆាប់ខឹងនិងងាយនឹងភាពខ្ជិល8កំណត់ពេលវេលាសម្រាប់ការសម្រាកការបញ្ចូលថាមពលសម្រាប់ការបន្តដំណើរទៅមុខការធ្វើការជាប់គ្នាដោយគ្មានការសម្រាកមិនត្រឹមតែអាចនាំឲ្យអស់កម្លាំងប៉ុណ្ណោះទេថែមទាំងអាចកាត់បន្ថយផលិតភាពនិងបង្កើនអារម្មណ៍ខ្ជិលផងដែរខួរក្បាលនិងរាងកាយរបស់យើងត្រូវការពេលវេលាដើម្បីសម្រាកនិងបញ្ចូលថាមពលឡើងវិញកំណត់ពេលសម្រាកខ្លីៗឧទាហរណ៍5-10នាទីរវាងកិច្ចការនីមួយៗឬរៀងរាល់1ម៉ោងម្ដងក្នុងអំឡុងពេលសម្រាកនេះចូលក្រោកឈរដើរលេងលាតសន្ធឹងខ្លួនប្រាណផឹកទឹកឬធ្វើអ្វីមួយដែលអ្នកពេញចិត្តដើម្បីបំបាត់ភាពតានតឹងការសម្រាកឲ្យបានត្រឹមត្រូវនឹងជួយឲ្យអ្នករក្សាការផ្ដោតអារម្មណ៍ថាមពលនិងកាត់បន្ថយអារម្មណ៍ខ្ជិលនៅពេលអ្នកត្រឡប់ទៅធ្វើការវិញ9ផ្ដោតលើអត្ថប្រយោជន៍ជាគុណលុះនៃការរក្សាការលើកទឹកចិត្តរយៈពេលវែងនៅពេលដែលអ្នកមានអារម្មណ៍ខ្ជិលជោគព្យាយាមបង្វែរការផ្ដោតអារម្មណ៍របស់អ្នកពីភាពលំបាកនៃកិច្ចការទៅលើអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលអ្នកបញ្ចប់វាគិតអំពីផលវិជ្ជមាននៃការសម្រេចបាននូវគោលដៅរបស់អ្នកដូចជាអារម្មណ៍នៃភាពជោគជ័យការកែលម្អជំនាញឱកាសថ្មីឬការទទួលបានរង្វាន់ជាក់លាក់ណាមួយការផ្ដោតលើរង្វាន់ចុងក្រោយនិងផលប្រយោជន៍រយៈពេលវែងអាចជួយជំរុញអ្នកឲ្យបន្តទៅមុខទៀតទោះបីជាអ្នកមានអារម្មណ៍ខ្ជិលនៅពេលបច្ចុប្បន្នក៏ដោយសរសេរអត្ថប្រយោជន៍ទាំងនោះចុះហើយអានវាម្ដងម្កាលដើម្បីរំលឹកខ្លួនឯងអំពីមូលហេតុដែលអ្នកកំពុងធ្វើការងារនេះ10អត់ធ្មត់នឹងខ្លួនឯងដំណើរឆ្ពោះទៅរកការផ្លាស់ប្ដូរទាមទារពេលវេលាការផ្លាស់ប្ដូរទម្លាប់និងការយកឈ្នះលើភាពខ្ជិលមិនមែនជាដំណើរការមួយដែលកើតឡើងភ្លាមនោះទេវាត្រូវការពេលវេលាការខិតខំប្រឹងប្រែងនិងការបដិញ្ញាចិត្តកុំបាក់ទឹកចិត្តប្រសិនបើអ្នកជួបការលំបាកម្ដងម្កាលឬប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងដើរថយក្រោយអ្វីដែលសំខាន់បំផុតគឺត្រូវបន្តព្យាយាមរៀនសូត្រពីកំហុសរបស់អ្នកនិងកុំបោះបង់ចូលចងចាំថាការផ្លាស់ប្ដូរតូចៗជាបន្តបន្ទាប់នឹងនាំទៅរកលទ្ធផលដ៏ធំនៅថ្ងៃមុខរីករាយចំពោះការរីកចម្រើននៃរឿងតូចៗដែលអ្នកបានធ្វើហើយបន្តលើកទឹកចិត្តខ្លួនឯងឲ្យឆ្ពោះទៅរកគោលដៅធំរបស់អ្នកសូមចងចាំថាការយកឈ្នះលើភាពខ្ជិលគឺជាដំណើរការបន្តបន្ទាប់ហើយការអនុវត្តជាប់លាប់នៃយុទ្ធសាស្ត្រទាំងនេះនឹងជួយអ្នកឲ្យសម្រេចបាននូវគោលដៅដែលអ្នកប្រាថ្នាសូមជួយចុច Subscribe ដើម្បីទទួលបានការចែករំលែកចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា